ពួកម៉ែបងប្អូនអ្នកគ្នាបានឃើញក្បាលវីដេអូហើយតាក់ទាញភ័យរន្ធត់មិនដែរបងប្អូនអ្នកគ្នាដែលបានទស្សនារឿងកំណត់សេដ្ឋីហើយឥឡូវនេះខ្ញុំបានកំពុងតែសភាចំណាប់អារម្មណ៍បាទក្មួយមិនយុវវ័យទូនិជនដែលគាត់កំពុងតែបានទស្សនារឿងកំណត់សេដ្ឋីហើយគាត់ឲ្យ feedback មកលើក្រុមការងារថាសាច់រឿងទាំងមូលនេះគឺល្អមានរន្ធត់ផ្លែខ្លះអីចឹងទៅហើយគាត់ភ័យជំនួសក្មេងៗបងប្អូនគ្នាសារទៅរឿងនេះផ្លែយើងយកតួក្មេងៗមកសម្ដែងអញ្ចឹងកូនក្មេងគាត់មានភាពក្លាហានមួយដែរដែលថាគាត់ហ៊ានសម្ដែងនៅរឿងខ្មោចហើយចំណាប់អារម្មណ៍ទស្សនិកជននោះគឺគាត់បានគ្រប់គ្រងស្នាដៃខ្មែរកូនខ្មែរហើយជំរុញឲ្យមិត្តយុវវ័យហ្នឹងមកចូលរួមមកទស្សនារឿងខ្មែរទាំងអស់គ្នាគឺរឿងកំណត់សេដ្ឋីព្រោះរឿងនេះគឺភ័យរន្ធត់បងប្អូនណាភ័យរន្ធត់ចំពោះក្មេងៗដែលគាត់ទៅដំណើរផ្សំព្រេងចូលក្នុងព្រៃជ្រៅដើម្បីរកកំណត់ដើម្បីលាចេញពីភាពក្រណាបងប្អូនទាំងអស់គ្នាអញ្ចឹងអត់មានអីទេមានតែឲ្យខ្មែរបងប្អូនទាំងអស់គ្នាជួយគ្រប់គ្រងស្នាដៃខ្មែរជួយគ្រប់គ្រងនៅខ្សែភាពយន្តខ្មែរទាំងអស់គ្នាមានតែខ្មែរដូចគ្នាទេដែលអាចជួយគ្រប់គ្រងខ្មែរដូចគ្នាបានហើយនេះគឺជាចំណាប់អារម្មណ៍ពុកម៉ែបងប្អូនមិនយុវវ័យណាបងប្អូនគ្នាបាទអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើន